បងប្អូនដែលធ្លាប់ទស្សនាក៏ដឹងហើយបាទការឌីម៉ាស៊ីនឥឡូវយើងចាប់ដើមពីរួចហើយបងប្អូនបាទចាប់ដើមនៅមូលនៅក្នុងសភាពដើម្បីការពារនៅយុតិចដីដែលធ្លាក់ចូលបាទតែមុននឹងបង្គំចូលគឺយើងត្រូវរៀនសមាធិស្អាតផងដែរបងប្អូនអរគ្នាបាទដូចជាការប្រេងឬកំណអ្វីដែលចោតក្នុងហ្នឹងបងប្អូនបាទហើយក្រាបទៅហ្នឹងគឺយើងនឹងចេញឲ្យសមាធិបងប្អូនបាទដើម្បីប្រើប្រាស់នៅបានយូរបន្តិចហើយសម្រាប់ FIP នៅ FIP មានសាំងរបស់យើងគឺយើងកែថ្មីដោយសារ FIP នេះគឺពិបាករបន្តិចបាទយើងយក FIP នៅម៉ូតូស្របីយើងយកមកកែមកដាក់មកបងប្អូនបាទព្រោះយើងអត់មានអីដាក់ទេកាលណាយើងកាត់ក្រាស់ដាក់គឺវាក្រាស់ពេកបាទមកដល់ចាប់ជ្រាបអញ្ចឹងយើងយក FIP 03យកមកកែមកអាចដាក់បានឥឡូវចាប់ដើមដាក់កែរួចរាល់ហើយចាប់ដើមដាក់បង្គំនៅបេនយើងចូលទៅវិញតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនបាទហើយយើងក៏បានរឹតខ្សៅយើងមករឹតមកតឹងដៃមកល្មមមកបាទក៏រឹតតឹងខ្លាំងពេកបងប្អូនមករឹតមកល្មមមកយកមកតឹងដៃវាអាចនឹងខូចខ្សៅបាទហើយបន្ទាប់រួចរាល់ហើយយើងដាក់នៅរូមពញាសាំងតែជាមួយនឹងអូរិញយើងរីនេះបើសិនជាក្រាបខ្លាំងក៏យើងអាចប្រើប្រាស់នៅរីងថ្មីបានកាលណារីងនេះខូចហើយយើងដាក់ទៅវាអាចជ្រាបសាំងបងប្អូនឥឡូវចាប់ដើមដាក់នៅខ្សែសិនបាទហើយរីងនេះគឺអាចប្រើប្រាស់បានដោយសារយើងមូទៅគឺបើករំលែកគឺអត់មានការជ្រាបសាំងទេអញ្ចឹងយើងអាចដាក់ប្រើបន្តទៅទៀតបានបាទឥឡូវចាប់ដើមមូខ្សែរីងតឹងតិចព្រោះកន្លែងហ្នឹងគឺណាពេលយើងរកខ្សែរីងធូបវាអាចជ្រាបបាទជ្រាបសាំងបងប្អូនឥឡូវចាប់ដើមយើងបាក់មកដើម្បីយើងធ្វើការតេស្តមើលតើមានការជ្រាបសាំងមកអត់បាទតាមរុនបង្ហូរសាំងនៅក្រោមហើយវាដល់ហើយយើងដាក់នៅវីស្តង់ដាមកដល់វីស្តង់ដាចូលរួចរាល់ហើយក៏យើងចាប់ដើមមូរ៉ាតិចទៅខ្លាចវាមានកឬក៏វាស្អិតនៅវីស្តង់ដាបាទហើយតែប៉ុណ្្នឹងហើយវាដល់ហើយបងប្អូនចាប់ដើមដាក់នៅស៊ីម៉ាំងយើងមកបាទតែមកយើងអត់មានអីខ្សែប្រមាណបងប្អូនមកខ្សែតែ2 3តែប៉ុណ្ណោះបាទអាកន្លែងក្រោមនៅកន្លះយើងបាទខ្សែ2គ្រាប់នៅខាងក្រោយ1គ្រាប់បាទតែប៉ុណ្្នឹងហើយបងប្អូនបាទហើយយើងរត់ចូលចាំមកតឹងកាលណាធូរវាអាចជ្រាបខ្យល់បាទតែជ្រាបខ្យល់ពេលយើងបញ្ឆេះទៅឬសូភិចបាទតែហ្នឹងគឺថាជ្រាបខ្យល់ចិត្តជ្រាបខ្យល់អញ្ចឹងយើងមូលដាក់រៀងមកតឹងដៃមកមុំបាទហើយកាលណារៀងតឹងខ្លាំងពេកនឹងអាចទ្រុកខ្សៅអញ្ចឹងយើងមូលមកតឹងដៃមកមុំថាជាប់ហើយបាទអាចចាប់ដើមដាក់ខ្សែមុខខ្សែក្រោយមកទ្រីតបាទប៉ុណ្ណឹងគឺរួចរាល់ហើយបាទបន្តមកយើងទួងបាទគឺទួងមើលសម្ពាធដើម្បីឲ្យប្រេងបូមឡើងមកលើនៅខាងលើសិនបាទយើងទួងអញ្ចឹងបងប្អូនបាទបន្ទាប់ពីយើងទួងឲ្យរួចរាល់ហើយគឺយើងយក BC មកដាក់ចូលមកបាទដើម្បីយើងទួងឲ្យប្រេងបូមឡើងមកលើបាទយើងមូដាក់ BC ចូលដើម្បីយើងធ្វើការចេះនៅម៉ូតូយើងទៅរៀបថ្មីបាទឥឡូវរួចរាល់ហើយចាប់បានដាក់សៀមកបាទហើយយើងធ្វើការទួងមកវេតបាទភឹងបាទឃើញហ្នឹងបងប្អូនបាទគឺបញ្ឆេះហើយហើយបន្តមកទៀតគឺយើងចាប់ដើមមើលនៅបូមចាំងបាទមកចូលបូមចាំងបងប្អូនបាទមើលទៅបូមប្រេងតើបូមប្រេងឬបូមបាទមុនបូមប្រេងគឺយើងត្រូវពិនិត្យមើលការបូមប្រេងហ្នឹងឯងសំខាន់ទេបាទបើសិនជាបូមប្រេងទេគឺមានបញ្ហាពិបាកវិញថ្ងៃបាទរឿងនោះទៀតបងប្អូនបាទឥឡូវយើងមើលទៅគឺប្រេងនេះគឺបូមហើយបាទគឺបូមតាចហើយទៅបងប្អូនបាទតែមិនថាប៉ុណ្ណឹងគឺអូខេហើយសម្រាប់ការបូមប្រេងប៉ុណ្ណឹងបាទមើលដៃខ្ញុំដឹងបងប្អូនបាទគឺសិតតែប្រេងឥឡូវយើងជូតប្រេងសិនពូគ្រប់ចូលទៅវិញបាទការពារខ្លាចធ្លាក់កតិចចូលទៅក្នុងហ្នឹងហើយការមូនេះគឺយើងមូមកល្មមបានហ្នឹងបងប្អូនកាលណាគឺមូតាំងតឹងខ្លាំងពេកគឺពិបាកនឹងការដោះគ្រប់នេះចេញវិញព្រោះយើងធ្វើការបញ្ឆេះរួចរាល់ហើយគឺយើងមើលកន្លែងក្រោមកន្លែងម្លងនេះឃើញទេបងប្អូនគឺមានការជ្រាបប្រេងហើយគឺយើងត្រូវដោះធ្វើកន្លែងនោះទៀតបាទធ្វើការបាត់ជ្រាបប្រេងព្រោះកន្លែងហ្នឹងគឺយើងអាចបានធ្វើទេឥឡូវយើងចាប់ដើមធ្វើឲ្យគាត់នឹងលើកពីការបងប្អូនបាទលើកប្រេងព្រោះយើងធ្វើខាងនោះស្អាតហើយអញ្ចឹងយើងសម្អាតឲ្យគាត់បណ្ដោយទៅបាទយើងធ្វើដូរនៅធ្វើថ្មី